ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់សាលា Let's Learn French បាទនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកឆ្លើយតបជាមួយនឹងសំណួររបស់បង Darin បាទគាត់ចោទសួរពាក្យប៉ុនជាមួយនឹងបាទកាលពីខ្ញុំចេញវីដេអូអំពីការប្រើប្រាស់ ner នេះហើយនឹងនេះណាបាទអញ្ចឹងដែលសំណួររបស់គាត់ក៏ចង់សម្ដៅទៅលើថាតើការប្រើប្រាស់ទម្រង់ ner នេះហើយនឹងនេះហ្នឹងយើងអាចប្រើប្រាស់នៅក្នុងបាទ clear ដែលវាមានធាតុផ្សំខុសគ្នាបាទ verb ឬមួយក៏ទម្រង់ដែលវាខុសគ្នាបានដែរឬទេនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងជាក់ស្ដែងទៅតាក់ទងជាមួយនឹងការប្រើប្រាស់ ner នេះហើយនឹងនេះអញ្ចឹងគឺយើងប្រើប្រាស់នៅក្នុងទម្រង់ស្ថុយទារបស់ clear ដែលបានអញ្ចឹងវាបានមានធាតុផ្សំនឹងដូចគ្នានៅត្រង់ផ្នែកហ្នឹងអញ្ចឹងអាចថាម៉េចបាទអញ្ចឹងអាចថាវាមានបើ verb 2បាទដែលទម្រង់ហ្នឹងវាដូចគ្នាមានតាក់ទងមួយនាម2បាទដែលវាទម្រង់ដូចគ្នាអញ្ចឹងទៅនៅត្រង់ផ្នែកហ្នឹងអញ្ចឹងគឺយើងអាចបង្រួមវាមកប្រើប្រាស់នៅក្នុងលក្ខខណ្ឌ ner នេះហើយនឹងនេះបាននៅត្រង់ចំណុចហ្នឹងប៉ុន្តែតាក់ទងជាមួយនឹងធាតុផ្សំដែលវាខុសគ្នាបាទអញ្ចឹងគឺបាទជាទូទៅគេកម្រយកវាមកប្រើនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងសឹងថាគេអត់ប្រើទេទោះបីជានៅក្នុងករណីភាសានិយាយភាសាអីក៏ដោយក៏គេអត់សូវយកមកប្រើដែរនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងនៅត្រង់នេះណាបាទអញ្ចឹងខ្ញុំឧទាហរណ៍ថានៅក្នុង clear ទី1នេះបាទអញ្ចឹងយើងប្រើប្រាស់តេតងមួយនាមចំនួន2បាទអញ្ចឹងមានន័យថាស្ថុយទារបស់ clear វាដូចគ្នាដែលយើងប្រើប្រាស់នាមចំនួន2អញ្ចឹងឧទាហរណ៍បាទអញ្ចឹងខ្ញុំឧទាហរណ៍ថាម៉េចឧទាហរណ៍ថាបាទ je ne mange pas de pain et je ne mange pas de viande. Je ne mange pas de pain et je ne mange pas de viande. ឬមួយក៏សាមញ្ញក៏យើងអាចនិយាយបានដែរ Je ne mange pas de pain et de viande. Je ne mange pas de pain et de viande. អញ្ចឹងនៅក្នុងធាតុផ្សំរបស់វាអ្នកទាំងអស់គ្នាឃើញថាស្ថុយទាគឺយើងប្រើ verb តែមួយទេហើយពាក្យប៉ុនមួយនាម2ដែលវាស្ថិតនៅក្នុងទម្រង់ស្ថុយទាតែមួយគ្នាអញ្ចឹងយើងអាចបង្រួមដោយប្រើប្រាស់ទម្រង់ ner នេះហើយនឹងនេះបានអញ្ចឹងគឺខ្ញុំអាចដាក់ជាទម្រង់ខ្ញុំថាម៉េច Je ne mange ni pain ni viande ឃើញទេ Je ne mange ni pain ni viande អញ្ចឹងមានន័យថាគឺខ្ញុំអត់ញ៉ាំទាំងនំប៉័ងអត់ញ៉ាំទាំងសាច់នៅក្នុងផ្នែកហ្នឹងអាហ្នឹងក្នុងលក្ខខណ្ឌស្ថុយទាដែលវាប្រើប្រាស់ទម្រង់ non ដែលវាដូចគ្នាត្រង់ចំណុចហ្នឹងឥឡូវខ្ញុំឧទាហរណ៍មួយទៀតគឺយើងអាចប្រើបានដែរអ្នកទាំងអស់គ្នានៅក្នុងករណីដែលវាមានបាទអញ្ចឹង verb បាទមាន verb ដែលវាដូចគ្នានៅត្រង់ផ្នែកហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍បាទព្រោះយើងដឹងហើយអ្នកទាំងអស់គ្នាជាទូទៅនៅក្នុងភាសាបារាំងកាលណា verb ទី1បំបែក verb ទី2គឺវាអត់បំបែកទេវាស្ថិតនៅក្នុងទម្រង់ verb infinitive បាទអញ្ចឹងក្នុងករណី clear នេះខ្ញុំថាម៉េច Je ne veux បាទអញ្ចឹងខ្ញុំយក verb vouloir មកដាក់ Je ne veux pas manger et je ne veux pas boire Je ne veux pas manger et je ne veux pas boire ឬមកក៏យើងនិយាយដោយសាមញ្ញបាទ Je ne veux pas manger et boire Je ne veux pas manger et boire អញ្ចឹងតាក់ទងជាមួយនឹងស្ថុយទារបស់វាស្ថិតនៅក្នុងស្ថុយទាដូចគ្នាបាទដែលយើងយក verb infinitive ចំនួន2បាទយកមកអមនៅពីខាងក្រោយកិរិយាសព្ទទី1នៅត្រង់ផ្នែកហ្នឹងអញ្ចឹងតាក់ទងជាមួយនឹងកន្លែងចំណុចត្រង់នេះយើងអាចបង្រួមដោយប្រើស្ថុយទា ner នេះនិងនេះបានបាទអញ្ចឹងដែលយើងបានអី Je ne veux ni manger ni boire Je ne veux ni manger ni boire អញ្ចឹងមានន័យថាយើងប្រើប្រាស់ ner បាទ ni បូកមួយ verb infinitive នេះបូកជាមួយនឹង verb infinitive នៅក្នុងស្ថុយទាទី2នៅត្រង់ផ្នែកហ្នឹងបាទហើយចឹងយើងឃើញអត់អ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាបាទខ្ញុំអត់ចង់អីអត់ចង់ទាំងបាទផឹកអត់ចង់ទាំងញ៉ាំឃើញអត់តែបាទស្ថុយទារបស់វាមួយហ្នឹងណាត្រង់ផ្នែកហ្នឹងបាទមានន័យថាខ្ញុំអត់ចង់ទាំងញ៉ាំហើយអត់ចង់ផឹកទៀតអាហ្នឹងត្រង់ផ្នែកហ្នឹងបាទហើយយើងក៏អាចប្រើប្រាស់ស្ថុយទាមួយទៀតបានដែរអ្នកទាំងអស់គ្នានៅក្នុងលក្ខខណ្ឌដែលស្ថុយទាមួយនេះអញ្ចឹងគឺយើងយក verb ហ្នឹងបំបែកទាំងពីរបាទប្រើប្រាស់ clear 2ដែល verb ហ្នឹងបំបែកទាំងពីរនៅត្រង់ផ្នែកហ្នឹងតែបញ្ជាក់ clear ដែលបំបែកកិរិយាសព្ទទាំងពីរហ្នឹងយើងអត់ដាក់ complement ទេណាបើដាក់ complement អាហ្នឹងប្រើអត់កើតទេអញ្ចឹងខ្ញុំឧទាហរណ៍ថាម៉េចខ្ញុំឧទាហរណ៍ថាបាទអញ្ចឹង elle ខ្ញុំយកប្រធាន elle ចុះបាទ elle ne lit pas et elle n'écrit pas elle ne lit pas et elle n'écrit pas អញ្ចឹងមានន័យថានាងអត់អីបាទអត់សរសេរហើយបាទអត់អានហើយអត់សរសេរបាទអញ្ចឹងមានន័យថាអត់ទាំងអានអត់ទាំងសរសេរនៅត្រង់ផ្នែកហ្នឹងអញ្ចឹងក្នុងករណីដែល clear របស់យើងវាប្រើប្រាស់នៅក្នុងទម្រង់កិរិយាសព្ទ2ដែលបំបែកយើងអាចយកស្ថុយទា ner នេះមកប្រើបានប៉ុន្តែវារៀងប្លែកបន្តិចត្រង់ផ្នែកនេះទម្រង់របស់វាគឺយើងប្រើបាទ ner ហើយយើងប្រើ ni ner នៅត្រង់ផ្នែកហ្នឹងបាទ ner ni ner នៅត្រង់ចំណុចហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍បាទពង្រួមមកខ្ញុំបានមិន Elle ne lit ni n'écrit Elle ne lit ni n'écrit បាទ
ចឹងមានន័យថាយើងត្រូវប្រើប្រាស់អីត្រូវប្រើប្រាស់នៅពីរដងនៅក្នុងផ្នែកហ្នឹងហើយនេះដាក់តែម្ដងវិញនៅត្រង់ចំណុចហ្នឹងអាហ្នឹងនៅក្នុងស្ថុយទៀតដែលកិរិយាសព្ទវាបំបែកទាំងពីរនៅត្រង់ផ្នែកហ្នឹងបាទអាហ្នឹងយើងបានអញ្ចឹងខ្ញុំឧទាហរណ៍មួយទៀតខ្ញុំថាម៉េចបាទអញ្ចឹង il ne fume pas et il ne boit pas il ne fume pas et il ne boit pas មានតែម្នាក់ហ្នឹងក៏ល្អអត់ផឹកហើយអត់បាទអត់ជក់បរិយហើយអត់ផឹកទៀតនៅត្រង់ផ្នែកហ្នឹងអញ្ចឹង verb របស់វាគឺយើងប្រើប្រាស់នៅក្នុងទម្រង់ verb បំបែកទាំងពីរហើយអត់មាន complement ទេអញ្ចឹងយើងអាចយកវាមកប្រើបាននៅត្រង់ចំណុចហ្នឹងដោយដាក់ទម្រង់បាទ il ne fume ni ne boit il ne fume ni ne boit នេះថាគាត់អត់ទាំងជក់គាត់អត់ទាំងផឹកនៅត្រង់ផ្នែកហ្នឹងហ្នឹងណាយើងប្រើបានបាទអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំចង់បញ្ជាក់ថាទម្រង់ដែលខ្ញុំយកមកនិយាយមិញណាបាទអញ្ចឹង ne បាទ ni ne ហ្នឹងបាទអញ្ចឹងក្នុងករណី verb បាទដែល7ដែលយើងបំបែកណាទម្រង់ហ្នឹងអ្នកទាំងអស់គ្នាភាគច្រើនគឺយើងប្រើនៅបាទទម្រង់សរសេរទម្រង់ផ្លូវការបាទអញ្ចឹង alogal បាទយើងអត់ងាយឮទេត្រង់ផ្នែកហ្នឹងបាទហើយជាពិសេសនៅក្នុងករណីបាទ alogal យើងនិយាយសាមញ្ញបំផុតអ្នកទាំងអស់គ្នាហ្នឹងណាបាទអញ្ចឹង elle ne boit pas et elle ne បាទ fume pas ឧទាហរណ៍បាទយើងនិយាយសាមញ្ញទូទៅអញ្ចឹងហ្នឹងណាបាទហើយមួយទៀតអ្នកទាំងអស់គ្នាក្នុងករណីដែល clear 2វាមានស្ថុយទៀតខុសគ្នាទម្រង់ខុសគ្នាជាទូទៅយើងអត់បង្រួមវាទេអត់បង្រួមទេអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំថាម៉េចបាទ je ne fais pas de sport je ne fais pas de sport ខ្ញុំអត់ហាត់កីឡាទេបាទ et je ne vais pas au cinéma et je ne vais pas au cinéma បាទអញ្ចឹងខ្ញុំក៏អត់ទៅរោងកុនដែរត្រង់ផ្នែកហ្នឹងអញ្ចឹងតាក់ទងជាមួយនឹង clear ហ្នឹងសួរថាធៀបសមរបស់វាយ៉ាងម៉េចវាខុសគ្នាដាច់បាត់ទេហ្នឹងបាទអញ្ចឹងសួរតែបង្រួមបានអត់បាទបង្រួមវាជាអាកើតប៉ុន្តែទើសត្រង់ថាគេអត់ប្រើអ្នកទាំងអស់គ្នាគេអត់ប្រើបាទអញ្ចឹងវាមានលក្ខណៈថាបាទ clear ហ្នឹងវាដូចមានទម្ងន់ផ្លូវការវាខ្លាំងពេកបាទអីយ៉ាងទៅហើយនៅពេលដែលយើងយកមកនិយាយសឹងគេអត់ប្រើតែម្ដងបាទអញ្ចឹងឧទាហរណ៍ថាបើយើងបង្រួមវាចេញអី je ne fais ni de sport បាទ ni ne vais au cinéma je ne fais ni de sport ni ne vais au cinéma អញ្ចឹងតាក់ទងជាមួយចំណុចត្រង់នេះយើងឃើញអត់ clear ហ្នឹងយើងបង្រួមអញ្ចឹងប៉ុន្តែគេអត់ប្រើអ្នកទាំងអស់គ្នាបាទយើងអត់ដែលឮជនជាតិបារាំងនិយាយអញ្ចឹងគ្នាភាគច្រើនគឺគេនិយាយថាម៉េច je ne fais pas de sport et je ne vais pas au cinéma ឃើញទេយើងបានអញ្ចឹងអញ្ចឹង clear ប្រើអញ្ចឹងក្នុងករណីធៀបផ្សំខុសគ្នាណាអញ្ចឹងជៀសវាងការប្រើប្រាស់ធៀបផ្សំដែលវាខុសគ្នាហ្នឹងបាទយកមកបង្រួមដូច clear ដែលខ្ញុំធ្វើមុនហ្នឹងមិញគេអត់ប្រើទេនៅត្រង់ផ្នែកហ្នឹងណាបាទចឹងនៅក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទ merci beaucoup au revoir